កាលពីព្រេងនេះមានកូនជ្រូក3ក្បាលពូកវាធំពេញវ័យហើយត្រូវចាកចេញពីម្ដាយជ្រូកផ្ដល់ដំបូនដំមួនល្អៗណែនាំពូកវាឲ្យប្រុងប្រយ័ត្នកូនជ្រូកទាំង3និយាយលាម្ដាយពូកវាដើរចេញទៅរកទីកន្លែងថ្មីពូកវាក៏សម្រេចចិត្តថាត្រូវសង់ផ្ទះរៀងៗខ្លួននេះជាដំណើរផ្សងព្រេងថ្មីរបស់ពូកវាហើយកូនជ្រូកទី1ចូលចាត់ភាពងាយស្រួលណាស់គេសម្រេចចាត់សង់ផ្ទះដោយប្រើស្មៅស្ងួតព្រោះវាជាវត្ថុធាតុងាយរកផ្ទះស្មៅធ្វើលឿនបំផុតមិនបាច់ចំណាយកម្លាំងអ្វីច្រើនទេកូនជ្រូកទី1សប្បាយចិត្តនឹងការសម្រេចចិត្តរបស់ខ្លួនគេគិតថាពេលនេះគេអាចលេងនិងសម្រាកបានច្រើនហើយតែគេភ្លេចគិតពីរឿងសុវត្ថិភាពបាត់ទៅផ្ទះស្មៅបានសង់រួចរាល់យ៉ាងលឿនត្រឹមតែមួយព្រឹកប៉ុណ្ណោះផ្ទះនោះមើលទៅគួរឲ្យស្រឡាញ់ណាស់តែផុយស្រួយកូនជ្រូកទី1អង្គុយដេកលេងយ៉ាងសុខស្រួលស្រាប់តែមានចចកធំមួយក្បាលដើរមកដល់ចចកនោះមានក្លិនឈ្ងុយព្រោះវាឃ្លានខ្លាំងណាស់វាឈរនៅពីមុខផ្ទះស្មៅតូចនោះបើកទ្វារឲ្យខ្ញុំចូលទៅបើមិនអញ្ចឹងទេខ្ញុំនឹងប្លង់ផ្ទះនេះឲ្យរលំខ្ទេចខ្ទីអស់ខ្ញុំឃ្លានណាស់ខ្ញុំនឹងចាប់ស៊ីឯងឥឡូវហើយកូនជ្រូកទី1ភ័យណាស់គេឆ្លើយបដិសេធមិនព្រមបើកទ្វារឡើយចចកនោះខឹងខ្លាំងវាចាប់ផ្ដើមស្រូបខ្យល់យ៉ាងវែងរៀបនឹងប្រើកម្លាំងរបស់វាហើយចចកចាប់ដើមភ្លុំម្ដងភ្លុំពីរដងផ្ទះស្មៅក៏ចាប់ដើមរង្គើខ្លាំងស្មៅក៏របូតម្ដងបន្តិចភ្លាមនោះផ្ទះទាំងមូលក៏រលំដួលខ្ទេចខ្ទីដូចនំអន្សមអាំងអីចឹងកូនជ្រូកទី1ភ័យស្លិនស្លោគេរត់យ៉ាងលឿនបំផុតគេរត់ទៅរកផ្ទះបងប្អូនរបស់គេដើម្បីសុំជំនួយកូនជ្រូកទី2មានគំនិតឆ្លាតជាងទី1បន្តិចគេសម្រាប់ចិត្តសង់ផ្ទះដោយប្រើមែកឈើក៏ងាយស្រួលរកដែរតែវារឹងមាំជាងស្មៅគេប្រើពេល2ថ្ងៃដើម្បីបញ្ចប់ការសង់ផ្ទះនេះគេគិតថាផ្ទះរបស់គេរឹងមាំហើយគេបានប្រើខ្សែចងមែកឈើទាំងអស់ឲ្យជាប់គ្នាផ្ទះមែកឈើបានសង់រួចរាល់វាមើលទៅស្អាតនិងរឹងមាំជាងផ្ទះស្មៅឆ្ងាយណាស់កូនជ្រូកទី2ចូលទៅសម្រាកខាងក្នុងស្រាប់តែចចកដែលដេញកូនជ្រូកទី1ក៏មកដល់មុខផ្ទះនេះដែរកូនជ្រូកទី1កំពុងលាក់ខ្លួនក្នុងផ្ទះនោះហើយពួកវាភ័យខ្លាំងណាស់ឮសំឡេងជើងចចកនៅខាងក្រៅបើកទ្វារភ្លាមមកបើមិនអីចឹងទេខ្ញុំនឹងផ្លុំផ្ទះនេះឲ្យខ្ទេចខ្ទីអស់កូនជ្រូកឆ្ងាញ់កុំរត់គេចទៀតអីកូនជ្រូកទាំងពីរស្រែកថាទេចចកខឹងកាន់តែខ្លាំងវាចាប់ផ្ដើមផ្លុំយ៉ាងខ្លាំងក្លាវាផ្លុំខ្លាំងជាងលើកមុនឆ្ងាយណាស់ផ្ទះមែកឈើក៏បាក់បែកធ្លាក់ចុះជាគំនរយ៉ាងរហ័សកូនជ្រូកទាំងពីរក៏រត់យ៉ាងលឿនបំផុតហត់ដឹងហក់ស្ទើរដាច់ខ្យល់ពួកវារត់ឆ្ពោះទៅរកផ្ទះប្អូនប្រុសទី3កូនជ្រូកទី3ជាជ្រូកដែលឧស្សាហ៍ព្យាយាមបំផុតគេបានជ្រើសរើសសង់ផ្ទះដោយប្រើឥដ្ឋនិងស៊ីម៉ង់វាជាការងារធ្ងន់តែលទ្ធផលគឺល្អបំផុតកូនជ្រូកទី3ចង់បានផ្ទះដែលរឹងមាំជាប់ឡាបការសង់ផ្ទះឥដ្ឋនេះត្រូវការពេលវេលាច្រើនព្រោះកូនជ្រូកទី3ត្រូវប្រាកដថាផ្ទះនោះរឹងមាំគ្រប់ជ្រុងជ្រោយនៅពេលបងប្អូនទាំងពីរមកដល់ផ្ទះឥដ្ឋបានសង់រួចហើយកូនជ្រូកទី3បានបើកទ្វារឲ្យបងប្អូនចូលយ៉ាងរហ័សពួកវាទាំង3នាក់មានអារម្មណ៍ថាមានសុវត្ថិភាពម្ដងទៀតមិនយូរប្រមាណចចកក៏មកដល់ផ្ទះឥដ្ឋវាឃើញផ្ទះនេះហើយក៏ភ្ញាក់ផ្អើលផ្ទះនេះរឹងមាំណាស់ខុសពីផ្ទះមុនចចកព្យាយាមវាយទ្វារតែទ្វារមិនងាយបើកទេបើកទ្វារឲ្យខ្ញុំចូលមកខ្ញុំដឹងថាពួកឯងលាក់ខ្លួននៅខាងក្នុងកុំព្យាយាមគេចខ្លួនអីចកចាប់ដងភ្លុំម្ដងទៀតតែវាពិបាកខ្លាំងណាស់វាភ្លុំរហូតដល់អស់កម្លាំងឡើងហត់និងក្រហមមុខផ្ទះឥដ្ឋមិនបានរង្គើបន្តិចសោះឡើយកូនជ្រូកទាំង3សើចចំអកអរិចចកដឹងថាការភ្លុំមិនអាចជោគជ័យទៀតទេដូច្នេះវាត្រូវរកល្បិចថ្មីកូនជ្រូកតូចខ្ញុំដឹងកន្លែងមួយមានផ្លែប៉ោមឆ្វេងណាស់បើឯងចង់បានចាំជួបខ្ញុំនៅទីនោះពេលព្រឹកស្អែកកូនជ្រូកទី3ឆ្លាតណាស់គេសួរចចកពីទេវេលាឲ្យច្បាស់លាស់ចចកក៏កំណត់ម៉ោង9ព្រឹកតែកូនជ្រូកទី3ចេញទៅរើសផ្លែប៉ោមនៅម៉ោង8ព្រឹកមុនចចកទៅវិញ
ពេលចចោកមកដល់ចំការផ្លែប៉ោមនៅម៉ោង 9 ព្រឹកវាមិនឃើញកូនជ្រូកនៅទីពេលចចោកមកដល់ចំការផ្លែប៉ោមនៅម៉ោង 9 ព្រឹកវាមិនឃើញកូនជ្រូកនៅទីនោះទេស្រាប់តែវាឃើញកូនជ្រូកទី3កំពុងដើរត្រឡប់ទៅផ្ទះកូនជ្រូកទី3យួរកញ្ចប់ផ្លែប៉ោមធំមួយចចកខឹងសម្បាយ៉ាងខ្លាំងព្រោះគេត្រូវបានកូនជ្រូកឆ្លាតជាងចចកគិតហើយគិតទៀតតែគ្មានវិធីណាចូលផ្ទះឥតបានទេទីបំផុតវាឃើញបំពង់ផ្សែងធំមួយនៅខាងលើចចកមានគំនិតអាក្រក់មួយគឺលួចចូលផ្ទះតាមបំពង់ផ្សែងនោះវារៀបឡើងលើដំបូលផ្ទះយ៉ាងសម្ងាត់បំផុតកូនជ្រូកទាំង3កំពុងរៀបចំម្ហូបអាហារខាងក្នុងកូនជ្រូកទី3ដឹងឮពីផែនការរបស់ចចកហើយគេបានដាក់ឆ្នាំងទឹកដាំពុះដ៏ធំមួយនៅពីក្រោមបំពង់ផ្សែងពេលចចកទម្លាក់ខ្លួនចុះមកវាបានធ្លាក់ចំឆ្នាំងទឹកក្តៅអណ្តៅវាមិនរលាកទេតែវាផ្អើលនិងភ្ញាក់រហូតដល់លោតចេញពីឆ្នាំងចចកស្រែកយំហើយរត់ចេញពីផ្ទះទាំងភ័យស្លន់ស្លោចចកនោះភៀសខ្លួនចេញទៅហើយវាមិនហ៊ានត្រឡប់មកវិញទៀតទេកូនជ្រូកទាំង3សប្បាយរីករាយខ្លាំងណាស់ព្រោះពួកវាមានសុវត្ថិភាពហើយកូនជ្រូកទី1និងទី2បានដឹងថាការខិតខំប្រឹងប្រែងសាងសង់ផ្ទះដ៏រឹងមាំគឺជារឿងសំខាន់ពួកវាក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនៅក្នុងផ្ទះឥដ្ឋដ៏រឹងមាំនោះតរៀងទៅ